bạn nó về đàiอากาศធាតុដាច់ទឹកភ្លៀងហើយនឹងមានការចុះត្រជាក់ហើយផ្ការបស់ពុកម៉ែបងប្អូនកំពុងតែចេញមកតើពុកម៉ែបងប្អូនពិបាកក្នុងការបង្កើតនឹងក្បាលរុយមែនទេបាទបន្ទាប់ពីផ្កាស្វាយរបស់ពុកម៉ែបងប្អូនចាប់ផ្ដើមចាយពុកម៉ែបងប្អូនភាគច្រើនបានមើលរំលងនៃការដល់អាហារឬក៏ការចាក់ជីបន្ថែមតាមរយៈជើងក្រោមបាទដែលជាហេតុធ្វើឲ្យផ្កាស្វាយរបស់ពុកម៉ែបងប្អូនពេលដែលចាយទៅបាទមិនសូវជាមានការកកើតនៅក្បាលរុយនោះបានល្អប្រសើរនោះទេដោយសារតែវាខ្វះនៅសារធាតុចិញ្ចឹមឬក៏កម្លាំងដើម្បីធ្វើការទ្រទ្រង់និងការផ្ដល់អាហារទៅដល់ផ្កាដើម្បីបង្កើតនៅក្បាលរុយផងដែរដែលធ្វើឲ្យផ្ការបស់យើងនោះចាប់ផ្ដើមចាយរុះរយអស់ដោយមិនមានបន្សល់នៅក្បាលរុយផងដែរហើយអញ្ចឹងហើយយើងក៏ចង់ឲ្យពុកម៉ែបងប្អូនប្រើប្រាស់ជីបន្ថែមបាទដែលយើងអាចស្រោចជុំវិញគល់នេះដើម្បីឲ្យរុក្ខជាតិវាមានអាហារក៏ដូចជាថាមពលកម្លាំងគ្រប់គ្រាន់ហ្នឹងដើម្បីទៅទ្រទ្រង់ផ្កាដើម្បីឲ្យយើងបានបង្កើតជាក្បាលរុយយើងក៏មាននៅរូបមន្តពិសេសដើម្បីយកមកចែកជូនពុកម៉ែបងប្អូននៅក្នុងការចាក់ជីជុំវិញដើមនេះផងដែរហើយដែលរូបមន្តយើងនោះគឺមានបាតដំរីរីករាយបូកជាមួយនឹងដំរីបាឡែនបូកជាមួយនឹង Super K 60ដែលពុកម៉ែបងប្អូនអាចលាយរហូតដល់ទឹក 1000 លីត្រដើម្បីធ្វើការស្រោចស្រពជុំវិញគល់ចន្លោះពី5 លីត្រទៅ10 លីត្រក្នុងមួយដើមគឺវាជួយផ្ដល់សំណើមឲ្យដីធូរជុំវិញឫសងាយស្រួលក្នុងការស្រូបយកនៅសារធាតុចិញ្ចឹមដើម្បីទៅទ្រទ្រង់ដងដើមក៏ដូចជាផ្កាដែលកំពុងតែចាយនេះឲ្យវាមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើនៅក្បាលរុយ